បងអាចជួយណែនាំបន្ថែមពីរបៀបមើលចរិតបែបណាកុំឲ្យយើងចាញ់បោក scammer អរគុណទុកជាមុនអឺដោយសារតែរាល់ថ្ងៃនេះបច្ចេកវិទ្យារីកចម្រើនការស្វែងរកដៃគូតាមបណ្ដាញអ៊ីនធឺណិតក៏មានច្រើនស្រុកខ្មែរប្រហែលជារីកចម្រើនក្រោយទេទៅលើអាផ្នែករកដៃគូតាមអ៊ីនធឺណិតហ្នឹងសូម្បីតែនៅប៉ែអឺរ៉ុបឧទាហរណ៍នៅដែនម៉ាកនេះក៏ដោយគេរកដៃគូពេលខ្លះក៏គេលេងក្នុង app ដែរ app dating ដូច Asian dating Tinder ឡាក់ហ្នឹងឡា ប៉ុន្តែដោយសារតែការរីកចម្រើនទៅលើបច្ចេកវិទ្យាពួក scammer ក៏ចូលមកច្រើនដូចគ្នាដែរហើយខ្ញុំមានអារម្មណ៍ថានេះជាអារម្មណ៍ខ្ញុំគិតថាចូលមកច្រើនមែនទែនកំឡុងពេលប្រហែលឆ្នាំចុងក្រោយនេះដោយសារអីមនុស្សនៅពេលដែលលងស្រឡាញ់គ្នាគឺងាយនឹងត្រូវបានគេបោកប្រាស់អឺនិយាយដោយស្មោះត្រង់មិនថាក្នុងនាមយើងជាស្រីដែលត្រូវប្រុសបោកឬក៏ប្រុសត្រូវស្រីបោកតួយ៉ាងដូចប្តីខ្ញុំក៏គាត់មានពេលដែលគាត់លេងនៅក្នុង app ហ្នឹងមុនជួបខ្ញុំគាត់ជួបនារីជាច្រើនពីប្រទេសផ្សេងទៀតនៅក្នុងតំបន់ Asia ខ្ញុំអត់សម mention ប្រទេសទេកុំឲ្យប៉ះពាល់គេអ្នកខ្លះគឺគាត់ស្រាតឲ្យគេមើលហ្មងមិនមែនជាស្រីខ្មែរគាត់និយាយគឺអ្នកនៅជិតខាងយើងគឺស្រាតហើយគឺស្នើសុំ50 100 200អញ្ចឹងទៅជាការប៉ះហើយគាត់និយាយថាគាត់ឃើញអញ្ចឹងគឺគាត់ប្លុកចោលហើយពីព្រោះអីគាត់ចង់បានប្រពន្ធមិនមែនគាត់ចង់បានដៃគូ long term relationship ឬក៏ដៃគូពិតប្រាកដមិនមែនគ្រាន់តែចង់បានលុយហើយបំពេញសម្រាប់តាមអ៊ីនធឺណិតឬក៏ជួបគ្នាទៅបំពេញផ្លូវភេទទេអញ្ចឹងដើម្បីជៀសវាង scammer ក្នុងនាមយើងជាស្រីយើងត្រូវ limit ថាតើអ្វីទៅដែលជាគោលការណ៍ឬក៏ការចង់បានរបស់យើងឧទាហរណ៍ថាអ្នកនេះខ្លះក៏ខូចដែរគាត់លេងដើម្បីតែចង់បានដៃគូអ្នកមានហើយឲ្យតែគេចិញ្ចឹមគាត់អត់ខ្វល់ថារៀបការឬក៏មិនទេឬក៏យើងជានារីដែលចង់បានប្តីចង់បានដៃគូច្បាស់លាស់អញ្ចឹងនៅពេលដែលយើងលេងនៅក្នុង app សូមកំណត់ criteria ឲ្យបានច្បាស់ថាយើងជាប្រភេទបែបណាហើយយើងចង់បានបរិបបែបណានៅក្នុង app មិនថា Asian Dating ឬក៏ Tinder នឹងមាន app ជាច្រើនទៀតគេមានកំណត់ criteria ពីខ្លួនយើងហើយនឹងដៃគូយើងអញ្ចឹងនៅពេលដែលវា recruit ក៏វា recruit មនុស្សបែបហ្នឹងមកយើងដែរទី1ទី2ពេលដែលយើងលេងនៅក្នុង app ដោយសារតែយើងដឹងថាយើងអត់ទាន់ជួបយើងអត់បានជួបមុខគ្នាទេតោះតែយើងពេញចិត្តគ្នាទើបយើងជួបមុខគ្នាទៅអត់អញ្ចឹងដើម្បីជៀសវាងបញ្ហាពេលដែលយើងអត់ទាន់ជួបមុខគ្នាមិនបាច់ចង់បានអ្វីមួយពីដៃគូខាងប្រុសទេហើយហាមដាច់ខាតផ្ញើរូបភាពស្រើបស្រាលពីយើងទៅឲ្យគេហាមដាច់ខាតពីព្រោះនៅក្នុង app វាមានច្រើនមានទាំងពួករកចិត្តហើយក៏មានពួក scam ហើយក៏មានមនុស្សល្អនៅក្នុងហ្នឹងដែរតែធម្មតាពួក scam និងពួករកចិត្តគឺវា active ជាងពួកអ្នកដែលគាត់ត្រឹមត្រូវអញ្ចឹងយើងត្រូវដឹងថាប្រសិនបើយើងចង់បានផលប្រយោជន៍ពីដៃគូខាងប្រុសពីព្រោះនារីខ្មែរខ្លះខ្ញុំសុំទោសអ្នកខ្លះអត់ទាន់បានអីផងទុំអុយទាំងឯងពីផលលំបាកពួកខ្លួនឯងដើម្បីចង់ឲ្យបានដៃគូនោះគាត់ជួយយើងប៉ុន្តែដល់ពេលអ្នកដែលគេធ្វើត្រូវពេលខ្លះគេជួយមែនអ្នកខ្លះទៀតអូយងាប់ហើយតើបានចាប់ផ្ដើមឲ្យផងគេសុំជំនួយចឹងគេក៏បញ្ចប់ហើយអ្នកខ្លះទៀតគឺជាជនបោកប្រាស់ហើយជនបោកប្រាស់នឹងវាដឹងថាពួកប្រភេទក្រុមបែបហ្នឹងគឺងាយស្រួលក្នុងការបោកអញ្ចឹងខ្ញុំនិយាយត្រង់ណាថាបើសិនយើងលេងនៅក្នុង app ជៀសវាងកុំឲ្យគេបោកបានគឺកុំចង់បានអ្វីមួយពីគេរហូតដល់ថ្ងៃជួបមុខគ្នាខ្ញុំទទួលស្គាល់ថាមានបុរសខ្លះគាត់ពិតជាជូនគាត់ឲ្យនេះឲ្យនោះអ្នកខ្លះផ្ញើជាលុយឲ្យមិនដែលជួបមុខគ្នាសោះឲ្យលុយដល់រាប់ពាន់រាប់ម៉ឺនក៏មានដែរហើយនារីខ្ញុំធ្លាប់ឃើញវីដេអូខ្ញុំធ្លាប់ធ្វើបង្ហាញហើយពិតជាមានប៉ុន្តែមួយក្នុងចំណោមរាប់រយរាប់ពាន់រាប់ម៉ឺនខេសមានតែ1ខេសឬ2ខេសទេតែករណីជាច្រើនទៀតសុទ្ធតែជាករណីបោកដូច្នេះខ្ញុំសូមប្រាំថាប្រសិនបើយើងអត់ទាន់ជួបមុខគ្នាទេកុំទាន់ចង់បានអីពីគេរឿងហ្នឹងគឺត្រូវចាំមិនថាអាស្រ័យថាយើងអាចគ្រាន់តែឲ្យលេខទូរស័ព្ទដូចជា WhatsApp Telegram ឆាតមួយគ្នាអានឹងជារឿងធម្មតាអានឹងឲ្យទៅតែកុំឲ្យលើសពីនឹងឧទាហរណ៍លេខកងធនាគារអាស្រ័យដ្ឋានជាក់លាក់ដូចជាផ្ទះយើងអីហ្នឹងយើងកុំឲ្យគេពីព្រោះយើងអត់ដឹងថាបច្ចេកវិទ្យាគេទំនើប hack account hack កងធនាគារយើងយកលុយក៏មិនដឹងអ្នកខ្លះនិយាយថាផ្ញើអាវ៉ាន់ផ្ញើនេះផ្ញើនោះទៅចុងក្រោយឲ្យយើងចំណាយ200 300 800 1000 2000ហើយអ្នកដែលត្រូវគេបោកក្នុង TikTok ខ្ញុំណាអ្នកខ្លះត្រូវគេបោកដល់រាប់ម៉ឺនដុល្លារគាត់ comment នៅក្នុងវីដេអូខ្ញុំគាត់ថាអ្នកខ្លះអស់10000ជាងអ្នកខ្លះអស់ប៉ុន្មានអស់មាស 10G 5G អ្នកខ្លះអស់ពី3000 4 5000អ្នកខ្លះអស់តិចទៅ50 60 100ហើយខ្ញុំក៏អស់ដែរ50ដុល្លារប៉ុន្តែមិនលើប្រុសទេចាញ់បោកទិញអាវ៉ាន់អនឡាញពីខេត្តអញ្ចឹងចង់និយាយថាបច្ចេកវិទ្យារាល់ថ្ងៃមិនមែនតែបញ្ហា dating ទេសូម្បីតែយើងទិញអាវ៉ាន់ឬក៏ order អាវ៉ាន់ពីណាពីណីហើយយើងអត់ដឹងប្រភពច្បាស់លាស់ហើយបន្ទាប់មកយើងទិញហើយយើងអត់ចេះឆែកឲ្យបានស្រួលបួលគឺត្រូវគេបោកដោយងាយស្រួលមែនតើសូម្បីតែពេលខ្លះខ្ញុំមើលក្នុង Facebook ខ្ញុំទិញអាវ៉ាន់ឲ្យក្មួយខ្ញុំទៅក្រៅហើយខ្ញុំជាប់ប្រជុំខ្ញុំអត់បានមើលច្រើនទេពេលហ្នឹងខ្ញុំក៏ទិញហើយខ្ញុំឃើញ
Facebook page ហ្នឹងគឺមានអ្នក following ហើយនិង follower ច្រើនគួរសមអញ្ចឹងខ្ញុំគិតថាវាអត់គ្រោះថ្នាក់ហើយខ្ញុំក៏បានមើលច្រើនខ្ញុំមើលតែមក2-3 post ខាងលើដល់ហើយខ្ញុំគ្រាន់តែវេឲ្យគេខ្ញុំភ្លេចបាត់ហើយ20,000ជាងអស់$50ជាងបានដូចជា2-3ម៉ោងខ្ញុំអត់ឃើញគេផ្ញើតបអីថាចេះអូផ្ញើតាមវីរៈបន្ថែមគឺទិញពីបាត់ទៅផងដល់ហើយគេ block page នឹងចោលអញ្ចឹងមានន័យថាអា follower ហ្នឹងពេលខ្លះគេបោកបានទៀតខ្ញុំមិនដឹងថាគេធ្វើមិនបានទេពេលខ្លះចំណេះដឹងយើងផ្នែក IT វាទាបជាងគេណាអញ្ចឹងហើយនិយាយដល់ស្មោះត្រង់រត់មិនថាទិញអាវ៉ាន់អនឡាញមិនថា dating ជាមួយនឹងដៃគូបរទេសដែលយើងលេងតាម app មិនទាន់ជួបមុខគ្នាជៀសវាងបានសឹងតែ 100% អត់គ្រោះថ្នាក់គឺកុំចង់បានអ្វីមួយពីគេឲ្យសោះរហូតដល់ជួបមុខគ្នាណាអាហ្នឹងគឺអាចនិយាយថាករណីគេបោកគឺសឹងតែ 0.001 មិនអាចនឹងកើតឡើងព្រោះអ្នកដែលត្រូវបានគេបោកគឺជាច្រើនគឺកើតឡើងពីអ្នកដែលចង់បានអ្វីមួយពីគេនិយាយអស់ហើយមួយទៀតមាននារីខ្លះដោយសារតែឃើញខាងប្រុសសង្ហាហើយខាងប្រុសថាគេចង់បំពេញសម្រាប់ហើយថែតែយើងស្រឡាញ់គេគិតតែស្គាល់គ្នា 3-4 ខែដែរអូខេអញ្ចឹងក៏ដោះកៅអៅអីអស់ហើយបំពេញដោយរបៀបថាលេងឲ្យគេមានសម្រាប់អានេះខ្ញុំនៅឃើញព័ត៌មាននៅបរទេសឃើញមានហើយខាងប្រុសនឹងថតវីដេអូហ្នឹងទៅគម្រាមខាងស្រីថាបើសិនបើណែអត់ឲ្យវេលុយឲ្យ2,000 3,000វេរហូតដល់ហើយដល់ខាងស្រីនឹងបានទៅប្តឹងខ្ញុំមិនដឹងថានៅខ្មែរមានករណីអញ្ចឹងអត់ទេវាមានករណីបែបហ្នឹងហើយមានករណីផ្សេងទៀតឧទាហរណ៍ក្មេងៗខ្លះក៏នៅក្មេងអ្នកខ្លះក្រុម8-10ចូលទៅលេងខ្ញុំគាត់បញ្ជាក់ក្នុងរឿងមួយហ្នឹងបងប្អូនក្មេងៗក្រុម8-10គឺកុំចូលលេងក្នុងអេបតាមពិតតាមច្បាប់គឺលេងអត់បានស្រាប់ទៅហើយប៉ុន្តែអ្នកខ្លះលួចចូលទៅលេងសូមកុំលេងហើយបើសិនជាចៃដន្យមានចៃដន្យប្រើប្រាស់នៅក្នុងអេបរៀនភាសាអង់គ្លេសមួយបរទេសហើយចៃដន្យជួបបរទេសហើយកុំ fail in love បងជឿបងទៅមនុស្សរាល់ថ្ងៃគួរឲ្យខ្លាចជាងសត្វទៀតចឹងបើសិនជាយើងនៅក្មេងខ្ចីយើងអត់មានបទពិសោធន៍ពេញលេញទេកុំតមានស្នេហាសូម្បីតែកាចាស់ដូចពួកបងអ្នកខ្លះ30-40ត្រូវគេបោកសោះសាច់ចុះរំតែពួកបងប្អូនតែមកយូរមិនទាន់8-10ជាងនិយាយត្រង់8-10ជាង20ជាងហ្នឹងបើសៀវបងទៅរៀនឲ្យរៀនមានចំណេះមានជំនាញមានសមត្ថភាពមានការងារធ្វើត្រឹមត្រូវសិនតើចាំមានស្នេហាអញ្ចឹងករណីបោកគឺវាទៀបនិយាយត្រង់សម្រាប់ខ្ញុំមានតែបោកតែម្ដងគត់គឺទិញអាវ៉ាន់អនឡាញបើមនុស្សប្រុសបោកគឺអត់ដែលមានទេប៉ុន្តែមានមនុស្សស្រីជាច្រើនត្រូវបានគេបោកទៅលើរឿងទាំងអស់ហ្នឹងបងគាត់តែនិយាយដែរទេប្រសិនបើយើងមិនចង់បានអ្វីមួយពីគេបងជឿថា 99.99 គឺមិនមានគ្រោះថ្នាក់ហើយហាមថតរូបភាពអាភាឬក៏វីដេអូអាភាជាមួយគ្នានៅមួយទៀតតែវាជាករណីតិចតួចអ្នកខ្លះពួកបរទេសហ្នឹងខ្លះខូចមែនតើវាដឹងថាយើងអត់មនុស្សចាស់ភាគច្រើនអត់ចាញ់បោកតែភាគច្រើនក្មេងៗគាត់យកវីដេអូគាត់យកថតយើងហើយកាត់រូបភាពមុខយើងហើយតជាមួយនឹងរូបភាពអាភាហើយបន្ទាប់មកទៅគម្រាមក្មេងតែខ្ញុំឃើញនៅបរទេសដូចជានៅអាមេរិកខ្ញុំភ្លេចបាត់ហើយនៅប្រទេសណាតែដឹងនៅប្រទេសជឿនលឿនហើយគម្រាមក្មេងហ្នឹងឲ្យយកលុយពីម៉ែឲ្យគាត់ហើយអ្នកខ្លះទៀតគម្រាមក្មេងហ្នឹងឲ្យថតវីដេអូសាបស្រាហ្នឹងបន្តហ្មងដោយសារអីគាត់ថាចេះអូគេថតបានភាពសិចស៊ីនៅក្នុងនេះក្នុងនោះថាហើយក្មេងវាឆោតវាអត់ដឹងថាតាមពិតគ្រាន់តែជាការកាត់តក្មេងវាល្ងងពេកខ្លះដល់មនុស្សចាស់មិនគួរល្ងងដល់ចំណុចហ្នឹងឯងប៉ុន្តែក្មេងខ្លះក៏ល្ងងច្រើនបងចង់និយាយថាចេះបើយើងនៅក្មេងក្រោម8-10គឺ 100% កំលេងហើយបើសួរបង8-10 20ស្ដើងក៏កំតាន់អាបញ្ញាប់អីសម័យកាលនេះអត់ប្តីអត់សង្សារអត់ងាប់ទេតែបើរើសដៃគូខុសអាចបង្កវិនាសកម្មច្រើនណាស់ទាំងខ្លួនឯងនិងគ្រួសាររបស់យើងអូខេ good luck